រៀបសួរបងប្អូនទាំងអស់គ្នាហើយហ្នឹងហើយបងប្អូនទូទាំងស្នេហ៍ជនជាទីមេត្រីហើយនៅវេលាព្រឹកនេះយើងហើយខ្ញុំមានព័ត៌មានថ្មីមួយអំពីលោក Zelensky ផងដែរព្រោះលោក Zelensky បានបោះពាក្យសម្ដីមួយមកគឺធ្វើឲ្យគាំងដល់ពិភពលោកតែម្ដងបាទគឺមានន័យថា Zelensky គាត់ហាក់ដូចជាកំពុងតែវក់ជាមួយនឹងសង្គ្រាមបើកាលពីមុនគាត់ប្រុងនឹងឈប់ម្ដងហើយបាទកាលពីមុនគឺគាត់ខ្លាចពូទីនបាទខ្លាចពូទីនមែនតើយើងនិយាយពាក្យអញ្ចឹងក៏វាមិនត្រូវដែរគាត់ថាគាត់អត់រត់ចេញពីប្រទេសក៏ប៉ុន្តែគាត់មានការភ័យខ្លាចក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងឃើញថាអាមេរិកឲ្យផ្អាកសង្គ្រាមហើយគាត់នៅអត់ផ្អាកទេបាទអញ្ចឹងមានន័យថាគាត់វាយឆ្អែតឆ្អន់លែងចង់ឈប់ហើយបាទលែងគាត់លែងខ្លាចស្លាប់តាំងពីដើមហើយគាត់ថាតាំងពីដើមមកគាត់មិនចង់ឲ្យបាត់បង់អាយុជីវិតបាទប្រជារាស្ត្រអញ្ចឹងប្រជារាស្ត្រស្លូតត្រង់ជាច្រើនបាទដែលលោក Vladimir Zelensky បាទអញ្ចឹងហើយអ៊ុយក្រែនដែលគាត់បាត់បង់ប្រជាជនប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនបាទដែលគាត់ខ្លាចបាត់បង់ពីដំបូងមកអញ្ចឹងនៅពេលដែលមានប្រជាជនសង្គមស៊ីវិលស្លាប់ជាច្រើនរហូតមកដល់បច្ចុប្បន្នយើងឃើញថាអាមេរិកកាលពីខែមុនគឺបានសុំផ្អាកណាសូមឲ្យចរចាជាមួយនឹងអ៊ុយក្រែនដើម្បីផ្អាកហើយរុស្ស៊ីគាត់ព្រមបាទគាត់ព្រមផ្អាកប៉ុន្តែ Zelensky គាត់លែងចង់ផ្អាកហើយមានន័យថាការវាយបករបស់គាត់ហ្នឹងគឺឆ្អែតឆ្អន់បាទតាំងពីដើមមកគាត់មិនខ្លាចស្លាប់ទេក៏ប៉ុន្តែគាត់ខ្លាចបាត់បង់លំមាលាអ្វីដែលបានកសាងមករចនាហេដ្ឋារចនាសម្ព័ន្ធប្រជាជនសង្គមស៊ីវិលទាហានផ្សេងជាច្រើនក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺគាត់លែងបានហើយដោយសារតែគាត់ផលិតដ្រូនថែមទៀតដោយបងប្អូនបានដឹងហើយថាថ្មីហ្នឹងគាត់ផលិតដ្រូនបានច្រើនមែនតើក្នុងមួយខែហ្នឹងអាចចង់និយាយដល់លានបាត់ហើយបាទដល់លានគ្រឿងបាត់ហើយអញ្ចឹងហើយដំណាក់កាលមួយនេះបើសិនតែយើងប្រៀបធៀបមកអារម្មណ៍យើងវិញគឺមានន័យថាវាឆ្អែតគេវាយយើងដល់ឆ្អែតហើយអញ្ចឹងយើងលែងចង់ឈប់ហើយបាទលែងចង់ឈប់វាយហើយអញ្ចឹងកាលពីថ្ងៃ25ហ្នឹងគាត់បោះពាក្យមកឃ្លាមកទៅដល់ពិភពលោកហ្នឹងគឺធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលមែនតើបាទអញ្ចឹងលោក Zelensky ហ្នឹងគាត់ថាបោះឆ្នោតនៅក្នុងប្រទេសកំពុងមានសង្គ្រាមហ្នឹងអាចនឹងបំផ្លាញអ៊ុយក្រែនហើយអញ្ចឹងមានន័យថាប្រជាជនកំពុងតែបោះចិត្តហោតមានន័យថាយើងដឹងហើយថាការបោះឆ្នោតវាមានការប្រមូលផ្ដុំគ្នាអញ្ចឹងមានការប្រមូលផ្ដុំគ្នាវាអាចរុស្ស៊ីបាទដាក់តាអាវុធមកក្របមកខ្ទេចអស់បាទអានេះអ្វីដែលយើងគិតទេពីព្រោះការបោះឆ្នោតហ្នឹងវាអាចបំផ្លាញដល់អ៊ុយក្រែនហ្នឹងអាហ្នឹងគោលបំណងគាត់គិតយ៉ាងម៉េចយើងមិនដឹងទេប៉ុន្តែបើតាមការគិតរបស់យើងធម្មតាឥឡូវជាប្រវត្តិកំពុងតែរត់ពួនបាទនៅតាមតាមទំនប់តាមស្ពានក្រោមស្ពានហើយណាតាមអាគារផ្សេងច្រកលហកជាច្រើនហើយដល់ពេលមកជុំគ្នាបោះឆ្នោតអញ្ចឹងវាជាឱកាសមួយនៅក្នុងការធ្វើឲ្យរុស្ស៊ីមានឱកាសដាក់ផ្លោងតែមកក្របមកខ្ទេចតែម្ដងបាទអញ្ចឹងលោក Zelensky ហ្នឹងគាត់បោះសម្ដីពាក្យហ្នឹងចង់ដឹងថាគាត់មានន័យស៊ីជម្រៅជាងនឹងយ៉ាងម៉េចទៀតឥឡូវយើងទៅតាមអ្នកនរគ្នាលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានច្រានចោលសំណើការបោះឆ្នោតទាំងស្រុងនិងបានចាត់ទុកថាការបោះឆ្នោតក្នុងកំឡុងពេលប្រទេសកំពុងមានសង្គ្រាមថានឹងអាចបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែនបាទលោក Zelensky បានបញ្ជាក់ចំហយ៉ាងច្បាស់លាស់នៅថ្ងៃអាទិត្យនេះថាបន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហោះសារវីដេអូអំពាវនាវឲ្យមានរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅអ៊ុយក្រែនបាទយើងមិនដឹងថាសង្គ្រាមចរចាហ្នឹងអាមេរិកដែលចរចាឲ្យមិនព្រមហ្នឹងមានថ្នាក់ដឹកនាំប្រមាណអ្នកដែលមិនពេញចិត្តជាមួយនឹងគាត់ហើយនឹងបោះឆ្នោតរើសដឹកនាំថ្មីហ្នឹងអ្នកដឹកនាំថ្មីហ្នឹងយើងមិនដឹងថាថ្នាក់ដឹកនាំនៅក្នុងជួរលោក Zelensky ហ្នឹងមានការមិនពេញចិត្តយ៉ាងដូចម្ដេចបាទមិនពេញចិត្តយ៉ាងដូចម្ដេចបើចំពោះ Zelensky គាត់ឆ្អែតឆ្អន់ហើយបើយើងមើលពីព្រោះគាត់ដល់ផលិតដល់ត្រូនហើយដល់មួយខែអាចបានរាប់រយដល់លានបាទតាមព័ត៌មានដូចជាលានណាដល់លានគ្រឿងទៀតក្នុងរយៈពេលមួយខែអញ្ចឹងយើងឃើញថាគាត់លែងចង់ហើយឆ្អែតឆ្អន់ហើយលែងចង់រស់ហើយក៏ប៉ុន្តែប្រទេសជាតិប្រជាជាតិមួយផ្សេងទៀតនៅតែគិតថាវានៅមានការហើយបង្កសង្គ្រាមហ្នឹងវាអាចនឹងកាត់បន្ថយនៅទៅធ្វើឲ្យប្រជាជនជាច្រើនទៀតប្រជារាស្ត្រស្លូតត្រង់ជាច្រើនទៀតអាចនៅរស់រានមានជីវិត
ហើយបើសិនជានៅបន្តទៀតទេមានន័យថាការបាត់បង់កាន់តែខ្លាំងទៅហើយប៉ុន្តែឥឡូវហ្នឹងដោយសារគាត់ដណ្ដើមបានទឹកដីមួយចំនួនមកវិញមកក៏យើងមើលទៅថាមិនមែនគាត់មានមោទនភាពទេក៏ប៉ុន្តែលក្ខណៈមើលទៅឆ្អែតបាទឆ្អែតចិត្តច្រើនជាងបានជាសហរដ្ឋអាមេរិកសម្របសម្រួលគាត់មិនព្រមដែរអញ្ចឹងលោក Zelensky ហ្នឹងគាត់គិតថាការរៀបចំការបោះឆ្នោតក្នុងកលៈទេសៈសង្គ្រាមបែបនេះអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់អ៊ុយក្រែនបាទនេះគឺជាប្រសាសន៍របស់លោក Zelensky អំឡុងកិច្ចសម្ភាសជាមួយសារព័ត៌មានបាទដែលគាត់បានសម្ភាសជាមួយនឹងសារព័ត៌មាននៅខែសីហានេះផងដែរបាទនៅចុងខែសីហានេះដែរបាទដោយចាត់ទុកថាការបោះឆ្នោតនៅពេលនេះគឺប្រៀបបាននឹងការរលកនឹងប្រៀបបានទៅនឹងរលកស៊ូណាមីកំពុងទៅបំផ្លាញនិងបំបែកបំបាក់អ៊ុយក្រែនអញ្ចឹងប្រធានាធិបតីអ៊ុយក្រែនបានបន្តទៀតថាប្រសិនបើលោកចង់បំផ្លាញប្រទេសនោះយើងអាចបន្តការបោះឆ្នោតក្នុងគ្រាដែលប្រទេសកំពុងមានសង្គ្រាមអញ្ចឹងការរៀបចំបោះឆ្នោតនៅពេលនេះគឺมันអាចទៅរួចបានឡើយដោយសារតែលោកពូទីនគឺមិនព្រមទទួលយកជំរើសបត់ឈប់បាញ់នោះឡើយអញ្ចឹងព័ត៌មានមួយចំនួនយើងដឹងហើយថាអាចថាពិតឬក៏មិនពិតទេប៉ុន្តែយើងឮព័ត៌មានមួយរយៈមុនយើងឃើញថាលោក Donald Trump បានចរចាឲ្យរុស្ស៊ីនិង Zelensky ដើម្បីបង្ផ្អាកបាទដើម្បីបញ្ឈប់បទឈប់បាញ់ហ្នឹងក៏ប៉ុន្តែជាក់ស្ដែងព័ត៌មានខ្លះផ្សាយថាលោកពូទីនគាត់បានព្រមក៏ប៉ុន្តែ Zelensky អត់ព្រមក៏ប៉ុន្តែព័ត៌មាននេះជាក់ស្ដែងដែលយើងបានមើលនៅថ្ងៃនេះរហូតមកដល់ពេលនេះស្មើនេះគឺមានន័យថាពូទីនហ្នឹងក៏គាត់អត់ព្រមដែរអញ្ចឹង Zelensky ហ្នឹងក៏គាត់មិនព្រមដែរអញ្ចឹងណាអញ្ចឹង Zelensky គាត់អត់បានព្រមទេប៉ុន្តែនៅក្នុងសារព័ត៌មាននេះយើងមើលទៅហាក់ដូចជាគាត់ព្រមហើយពូទីនមិនព្រមវិញអញ្ចឹងលោក Zelensky ហ្នឹងក៏បានសង្កត់ធ្ងន់ថាប្រជាជនអ៊ុយក្រែនមានសិទ្ធិធ្វើបាតកម្មទាមទាររៀបចំការបោះឆ្នោតតែវាហាក់ដូចជាបង្ហាញអាកប្បកិរិយាមិនគោរពកងទ័ពនិងមិនបង្កើតនឹងបង្កើតឲ្យមានការបែងចែករវាងសង្គមនិងកងទ័ពចឹងលោក Zelensky ធ្លាប់បានអាងថាគាត់មិនមែនមិនចង់រៀបចំការបោះឆ្នោតនោះទេក៏ប៉ុន្តែនៅក្នុងកលៈទេសៈសង្គ្រាមពិបាករៀបចំហើយនឹងជួបឧបសគ្គជាច្រើនជាក់ស្ដែងការធានាសិទ្ធិបោះឆ្នោតរបស់ទាហាននៅសមរភូមិនិងសិទ្ធិបោះឆ្នោតរបស់ជនភៀសខ្លួនអ៊ុយក្រែនរាប់លានអ្នកកំពុងរស់នៅបរទេសនិងនៅតាមតំបន់ដែលស្ថិតនៅគ្រប់គ្រងដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីបាទគឺកន្លែងនេះគាត់ដែលបានលើកឡើងចំតែម្ដងដោយសារតែការបោះឆ្នោតដូចខ្ញុំបានលើកពីខាងដើមអញ្ចឹងគឺមានការប្រមូលផ្ដុំក៏ប៉ុន្តែឥឡូវប្រជាជនរបស់គាត់ហ្នឹងទៅរស់នៅតំបន់ប្រទេសរុស្ស៊ីខ្លះពួករុស្ស៊ីគាត់គ្រប់គ្រងបានតំបន់មួយចំនួនហើយគេគ្រប់គ្រងកាន់កាប់ទឹកដីមានន័យថាប្រជាជនរបស់យើងវានៅក្នុងទឹកដីរបស់គេអញ្ចឹងដោយយើងកាលពីសម័យមុនអញ្ចឹងបារាំងកាន់កាប់គឺមានន័យថាកាន់កាប់ទឹកដីយើងកាន់កាប់ទាំងឯប្រជាជនយើងហើយបើយើងសម្លឹងទៅមើលខ្មែរក្រោមដូចគ្នាបាទកាន់កាប់ទឹកដីគឺកាន់កាប់ប្រជាជនដូចគ្នាបាទអញ្ចឹងជាក់ស្ដែងការធានានេះហើយជាលើកទី1ហើយដែលលោក Zelensky បានថ្លែងជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មានចាប់តាំងពីមានភាពរកម្មរកូសនយោបាយផ្ទៃក្នុងរបស់អ៊ុយក្រែនជាច្រើនខែកន្លងមកនេះនៅក្នុងនោះរួមទាំងការដកតំណែងលោកមីហៃឡូហេដេវ៉ូអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិវ័យក្មេងនិងមានប្រជាប្រិយភាពរបស់លោក Zelensky កាលពីពាក់កណ្ដាលខែកក្កដានេះផងដែរបាទគួរជ្រាបថាកាលពីថ្ងៃអង្គារទី18ខែសីហាលោកមីហៃឡូហ្វេដេវ៉ូឲ្យបានមកហោះសារវីដេអូអំពាវនាវឲ្យមានការបោះឆ្នោតដើម្បីស្ដារឡើងវិញនៅដំណើរការប្រជាធិបតេយ្យពីព្រោះថាអាណត្តិរបស់លោក Zelensky បានផុតកំណត់ទៅហើយតាំងពីខែឧសភាឆ្នាំ2024ឥឡូវដល់26 27ហើយអញ្ចឹងមានន័យថាគាត់អត់ទាន់បានចុះចេញពីតំណែងទេដោយសារតែគាត់ជាប់ដៃធ្វើសង្គ្រាមបាទអញ្ចឹងហើយគឺត្រូវបន្តសិនអត់ទាន់មានពេលបោះឆ្នោតទេបាទបើយើងឥឡូវវល់បោះឆ្នោតហើយរុស្ស៊ីក្លេចក្លុចយើងមើលថារុស្ស៊ីក្លេចក្លុចដែរអញ្ចឹងរុស្ស៊ីអាចដាក់អាវុធបល័យលោកមកគ្រាប់មកខ្ទេចតែម្ដងបាននៅពេលបោះឆ្នោតបាទអញ្ចឹងលោកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែននឹងក៏មិនអាចក្លាយទៅជាចំណាប់ខ្មាំងរបស់រុស្ស៊ីបានឡើយបើទោះបីជាអ៊ុយក្រែនកំពុងតែរងការវាយប្រហារនិងឈ្លានពានពីសំណាក់រុស្ស៊ីក៏ដោយ
យ៉ាងណាមិញបើតាមការស្ទង់មតិកំឡុងខែកក្កដានិងសីហានេះរបស់វិទ្យាស្ថានស្រាវជ្រាវសង្គមវិទ្យាអ៊ុយក្រែនមានតែ 15% ប៉ុណ្ណោះបានគ្រប់គ្រងការរៀបចំការបោះឆ្នោតសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបិទបញ្ចប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះរុស្ស៊ីបានសម្រុកវាយប្រហារដោយប្រើមីស៊ីលប៉ាឡេស្ទិកបាញ់ស្រោចចូលទឹកដីអ៊ុយក្រែនជាក់ស្ដែងនៅថ្ងៃសៅរ៍ទី22សីហាការវាយប្រហាររបស់ទាហានរុស្ស៊ីបានបណ្ដាលឲ្យប្រជាជនអ៊ុយក្រែនយ៉ាងហោចណាស់16នាក់ស្លាប់និងរបួសប្រមាណជា130នាក់ទៀតបាទដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីលោក Zelensky បានទទូចឲ្យមានភាគីបារាំងពន្លឿនការបញ្ជូនប្រព័ន្ធខែលការពារមីស៊ីលឲ្យអ៊ុយក្រែនបាទលោក Zelensky បានអះអាងថាប្រធានាធិបតីបារាំងលោកEmmanuel Macron បានយល់ព្រមពន្លឿនការបញ្ជូនគ្រឿងសព្វាវុធមីស៊ីលនិងប្រព័ន្ធខែលការពារឲ្យអ៊ុយក្រែនលោក Macron ក៏បានសន្យាថានឹងជួបពិភាក្សាជាមួយនឹងសម្ព័ន្ធអឺរ៉ុបឲ្យជួយផ្គត់ផ្គង់ប្រព័ន្ធខែលការពារមីស៊ីល Patriot ដែលគេហៅថា Patriot យ៉ាងការវាយប្រហាររបស់រុស្ស៊ីយ៉ាងសន្ធឹកចូលមកទឹកដីអ៊ុក្រែនយ៉ាងដូចនេះបានធ្វើឲ្យ Zelensky ឆ្លេឆ្លាស្វែងរកជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុបជាបន្តបន្ទាប់លោក Zelensky ក៏បានកោះប្រជុំជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបនៅទីក្រុងគៀវនៅថ្ងៃច័ន្ទទី24សីហាបាទកាលពីម្សិលមិញហ្នឹងហើយដើម្បីស្វែងរកមធ្យោបាយដាក់សម្ពាធលើរុស្ស៊ីបិទបញ្ចប់សង្គ្រាមហើយយ៉ាងណាយ៉ាងណីទៀតទៅតើដំណើរការបោះឆ្នោតឬក៏ដូរបាទប្រធានាធិបតី Zelensky យ៉ាងណាយ៉ាងណីសូមបងប្អូនតាមដានស្ដាប់យើងតាមដានទាំងអស់គ្នាបាទនៅថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកបន្តទៀតនៅពេលដែលមានការទៅចែកតវ៉ាប៉ុន្តែនៅក្នុងនេះបានបញ្ជាក់ឲ្យប្រជាជនភាគច្រើនក៏គឺគេមិនគ្រប់គ្រងដែរហើយមានតែ 15% ទេបាទ